ទូការវែកញែកផ្អើលពេញបណ្ដាញសង្គមស្វាមីថ្មីមាសសុកសាភាប្រកាសថ្ងៃត្រាស់ដឹងជាព្រះគណៈមហាជនលើកឡើងវាស់កម្ពស់ថ្ងៃទី7 ខែ 7 ឆ្នាំ 2027 ខាងមុខនេះនឹងមានព្រះត្រាស់ដឹងនៅលើទឹកដីកម្ពុជាមែនឬនេះគឺជាសំណួរដ៏ក្តៅគគុកនិងកំពុងបង្កើតជាការវែកញែកដេញដោលគ្នាយ៉ាងអធិកអធមនៅលើបណ្ដាញសង្គមក្រោយពេលដែលបុរសម្នាក់ដែលគេស្គាល់ច្បាស់ថាជាស្វាមីថ្មីរបស់តារាចម្រៀងល្បីឈ្មោះលោកស្រីមាសសុកសាភាបានបង្ហោះសារជាសាធារណៈប្រកាសពីកាលបរិច្ឆេទនៃការត្រាស់ជាព្រះរបស់ខ្លួនតើព្រឹត្តិការណ៍នេះមានប្រភពដើមមកពីណាហើយហេតុអ្វីបានជាមហាជនខ្លះផ្ដើមលើកឡើងពីចំណាត់ការផ្លូវច្បាប់ឬពាក្យស្លោកវាស់កម្ពស់ទៅវិញសូមស្វាគមន៍ប្រិយមិត្តទស្សនិកជនមកកាន់ Channel Nika Info ជួបជាមួយនាងខ្ញុំនៅក្នុងកម្មវិធីព័ត៌មានប្រចាំថ្ងៃនេះនាងខ្ញុំនឹងនាំអារម្មណ៍លោកអ្នកទៅពិនិត្យមើលសាច់រឿងនេះឲ្យបានលម្អិតជុំវិញការប្រកាសខ្លួនរបស់លោកពេជ្រសង្វាវង្សហៅតាសក់សភ្នំត្បែងព្រមទាំងប្រវត្តិនៃការផ្ទុះការវែកញែកកន្លងមកប្រិមិត្តទស្សនិកជនជាទីគោរពនិងជាទីមេត្រីបន្ទាប់ពីបានរក្សាភាពស្ងប់ស្ងាត់ក្នុងការចែករំលែកនិងផ្សព្វផ្សាយបញ្យលធម៌តាមប្រព័ន្ធអនឡាញអស់មួយរយៈធំរួចមកស្រាប់តែថ្មីនេះរលកព័ត៌មានបានបោកបក់សារជាថ្មីនៅលើបណ្ដាញសង្គមនោះគឺការលេចឮព័ត៌មានថាលោកពេជ្រសង្វាវង្សហៅតាសក់សភ្នំត្បែងដែលត្រូវជាស្វាមីថ្មីរបស់តារាចម្រៀងលំដាប់ជួរមុខមាសសុកសាភាបានប្រកាសថារូបលោកនឹងត្រាស់ជាព្រះនៅថ្ងៃទី7 ខែកក្កដាឆ្នាំ2027ខាងមុខនេះដើម្បីឲ្យដឹងច្បាស់ពីដំណើររឿងនាងខ្ញុំសូមរំលឹកទៅដល់ព្រឹត្តិការណ៍កាលពីថ្ងៃទី7 ខែកក្កដាឆ្នាំ2026នៅថ្ងៃនោះលោកពេជ្រសង្វាវង្សបានសរសេររៀបរាប់លើករណីបណ្ដាញសង្គមតខ្លួនរបស់លោកដោយមានខ្លឹមសារទាំងស្រុងថាកូនចៅដែលដឹងថាខ្លួនបានជ្រកក្រោមលុបទាំងអស់ចាំស្ដាប់ថ្ងៃទី7 ខែ 7 ឆ្នាំ2027ព្រះអង្គនឹងទ្រង់ចេញត្រាស់ចូលនាំគ្នាសាងអំពើល្អពីពេលនេះតទៅសំណេរដ៏គួរឲ្យភ្ញាក់ផ្អើលនេះមិនបានស្ថិតនៅលើករណីរបស់លោកយូរប៉ុន្មានឡើយក្រោយពីបង្ហោះបានមួយសន្ទុះលោកពេជ្រសង្វាវង្សក៏បានសម្រេចចិត្តលុបសំណេរខាងលើនោះចេញវិញជាបន្ទាន់ទោះបីជាយ៉ាងណាក៏ដោយលោកបានទុកករណីនោះនៅទំនេរពលលោកបានជំនួសមកវិញនៅរូបភាពមួយសន្លឹកដែលបង្ហាញពីទស្សនវិជ្ជាហាក់ដូចជាការត្រាស់ដឹងនឹងបានភ្ជាប់ជាមួយនឹងសំណេរថ្មីមួយទៀតដែលមានអត្ថន័យថាជូនពរថ្ងៃខួបកំណើតរបស់លោកឪម៉ោង7ទី7 ខែ 7 ឆ្នាំ2027សូមលោកឪមានសុខភាពល្អបញ្ញាភ្លឺថ្លានិងប្រាថ្នាអ្វីបានសមប្រកបគ្រប់ប្រការទៅហងជូនពរខ្លួនឯងដែលព្យាយាមដើរមកដល់ចំណុចមួយដែលស្គាល់ខ្លួនឯងការប្រកាសបរិច្ឆេទដែលត្រូវបានគេមើលឃើញថាជាការត្រាស់របស់ស្វាមីតារាចម្រៀងមាសសុកសាភានេះបានក្លាយជាផ្កាភ្លើងឆាបឆេះអារម្មណ៍អ្នកប្រើប្រាស់បណ្ដាញសង្គមឲ្យលើកយកមកវិភាគនិងវែកញែកយ៉ាងផុសផុលនិងបានចែករំលែកជាមតិផ្សេងគ្នាសម្រាប់អ្នកដែលមានជំនឿធ្លាប់រៀនសូត្រនិងប្រតិបត្តិធម៌ជាមួយលោកពេជ្រសង្វាវង្សកន្លងមកពួកគាត់បានបង្ហាញនៅក្តីត្រេកអរយ៉ាងខ្លាំងនិងបានចូលទៅសរសេរសារជូនពរខួបកំណើតដែលពួកគាត់ចាត់ទុកថាជាថ្ងៃត្រាស់ដឹងរបស់តាសក់សភ្នំត្បែងជាបន្តបន្ទាប់ផ្ទុយទៅវិញបើក្រឡេកទៅមើលអ្នកប្រើប្រាស់បណ្ដាញសង្គមទូទៅវិញពួកគាត់បានសម្ដែងការងឿងឆ្ងល់និងរិះគន់យ៉ាងចាស់ដៃមតិខ្លះបានលើកឡើងផ្អែកលើទស្សនវិជ្ជាព្រះពុទ្ធសាសនាដោយលើកឡើងថាព្រះពុទ្ធសាសនាមានអាយុកាល5000ព្រះវស្សាហើយពេលនេះទើបតែឈានចូលដល់ឆ្នាំ2570ព្រះវស្សាប៉ុណ្ណោះហេតុអ្វីបានជាមានព្រះត្រាស់ដឹងមុនការកំណត់បែបនេះទៅវិញមិនត្រឹមតែប៉ុណ្ណោះមហាជនទៀតបានលើកឡើងក្នុងន័យបញ្ឆិតបញ្ឈៀងនិងរំលឹកទៅដល់រឿងរ៉ាវអតីតកាលថាកន្លងមកធ្លាប់មានបុគ្គលមួយចំនួនបានអួតអាងពីរឿងត្រាស់ដឹងជាបន្តបន្ទាប់ហើយចុងក្រោយតែងតែទទួលបានការអប់រំណែនាំរហូតឈានដល់ចំណាត់ការច្បាប់ឬការនាំខ្លួនទៅវាស់កម្ពស់ពីសំណាក់សមត្ថកិច្ចទៀតផងហេតុទៅពួកគេដាក់ចម្ងល់ថាការត្រាស់ដឹងរបស់ប្តីតារាចម្រៀងមាសសុកសាភានៅពេលនេះមិនដឹងថាអាចនឹងមានវាសនាដោយព្រះត្រាស់ខុសការកំណត់មុនដែរឬក៏អត់នោះទេដោយឡែកសំណួរដ៏គួរឲ្យចាប់អារម្មណ៍មួយទៀតពីអ្នកលេងបណ្ដាញសង្គមគឺការសាកសួរផ្ដោតលើរឿងគ្រួសារថាបើលោកពេជ្រសង្វាវង្សហៅតាសក់សភ្នំត្បែងត្រាស់ជាព្រះនៅឆ្នាំក្រោយមែនតើភរិយាថ្មោងថ្មីគឺតារាចម្រៀងមាសសុកសាភានឹងត្រូវទៅនៅឯណាយ៉ាងណាវិញជុំវិញការវែកញែកផ្អើលពេញបណ្ដាញសង្គមនេះគិតត្រឹមល្ងាចមិញគេនៅមិនទាន់ឃើញមានប្រតិកម្មឆ្លើយតបឬការបកស្រាយបំភ្លឺណាមួយពីលោកពេជ្រសង្វាវង្សក៏ដូចជាតារាចម្រៀងស្រីមាសសុកសាភានៅឡើយប្រិម
មិត្តទស្សនិកជននេះមិនមែនជាលើកទី1ទេដែលប្តីប្រពន្ធមួយគូនេះស្ថិតនៅកណ្ដាលនៃជុះវិវាទនិងការរិះគន់ពីមហាជនប្រសិនបើយើងរំលឹកកាលពីថ្ងៃទី21ខែឧសភាឆ្នាំ2026កន្លងទៅលោកត្រីអុកញ៉ាហ៊ុនស៊ីណាធ្លាប់បានស្នើដោយទទូចដល់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈព្រមទាំងអាជ្ញាធរពាក់ព័ន្ធឲ្យមានចំណាត់ការទៅលើតារាចម្រៀងមាសសុខសុភានិងប្តីថ្មីគឺលោកពេជ្រសង្វាវង្សកាលនោះលោកស្រីអុកញ៉ាបានចោទប្រកាន់ថាពួកគេកំពុងតែធ្វើសកម្មភាពអុកឡុកនិងបំពុលសង្គមតាមរយៈការអះអាងបែបបំភ័យថាមានសង្គ្រាមជុំទី3ដែលលោកអះអាងថាបើមិនផ្ទុះនៅថ្ងៃទី25ខែឧសភាឆ្នាំ2026ទេគឺមុខជានឹងផ្ទុះនៅថ្ងៃទី21ខែកញ្ញាឆ្នាំ2026ជិះមិនផុតឡើយដោយសារតែមានមនុស្សមួយចំនួនបានប្រមាថរូបលោកពាក់ព័ន្ធនឹងចំណងស្នេហាជាមួយមាសសុខសុភាភ្លាមនោះក្រោយពីមានប្រតិកម្មខ្លាំងពីលោកស្រីអុកញ៉ាហ៊ុនស៊ីណាតារាចម្រៀងមាសសុខសុភានិងស្វាមីក៏បានចេញវីដេអូស្រាយបំភ្លឺតបវិញភ្លាមដែលបញ្ជាក់ថាលោកស្រីអុកញ៉ាហ៊ុនស៊ីណាមានការយល់ច្រឡំលើការសរសេរដំណើររឿងជីវិតឯកជនរបស់ពួកខ្លួនលោកបានបញ្យល់ថាពាក្យថាជុំទី3នោះមិនមែនសំដៅលើសង្គ្រាមលោកឬសង្គ្រាមអាវុធអ្វីឡើយប៉ុន្តែវាជារឿងរ៉ាវឯកជនផ្ទាល់ខ្លួនរបស់ពួកគេទាំងពីរដែលនឹងត្រូវផ្ទុះឡើងជាលើកទី3តែប៉ុណ្ណោះលុះមកដល់ថ្ងៃទី22ខែឧសភាឆ្នាំ2026លោកពេជ្រសង្វាវង្សបានបង្ហោះរូបថតមួយសន្លឹកក្រុងឈុតកូនកំឡោះក្រមុំតាមបែបប្រពៃណីខ្មែរយ៉ាងស្រស់ស្អាតជាមួយលោកស្រីមាសសុខសុភាដែលបានភ្ជាប់ជាមួយនឹងសំណេរបញ្ជាក់ពីជំហរចុងក្រោយថាពីពេលនេះទៅយើងទាំងពីរសន្យាថានឹងឈប់បញ្ចេញមាតិកាអ្វីទាំងអស់ពីព្រោះដូចជាមិនចំណេញអ្វីដល់ខ្លួនសោះឡើយជំរើសដែលល្អគឺបិទមាត់បិទត្រចៀកធ្វើថ្លង់ពីអ្នកយាយតាប្រសើរជាងមានប៉ុណ្ណាហូបប៉ុណ្ណឹងទៅឲ្យតែមានក្តីសុខលោកក៏បានសរសេរបន្ថែមដោយក្តីដាច់អហង្ការថាអ្វីដែលយើងមិនបានធ្វើខុសយើងអត់ខ្វល់នឹងសម្ដីអ្នកណាទាំងអស់សំខាន់យើងទាំងពីររស់នៅជាមួយគ្នាមានក្តីសុខនិងជ្រះថ្លាក្នុងផ្លូវធម៌គឺស្ងប់សុខម្យ៉ាងទៀតយើងមិនទៅបំពេញអ្នកដទៃនោះជាសេចក្តីសុខរបស់យើងហើយប៉ុន្តែទោះបីជាមានការសន្យាថាឈប់បញ្ចេញមាតិកាយ៉ាងណាក៏ដោយក៏ការបង្ហោះសាររឿងត្រាស់ដឹងនៅឆ្នាំ2027ថ្មីនេះបានធ្វើឲ្យមហាជនផ្ដើមដាក់សញ្ញាស៊ូជាថ្មីម្ដងទៀតចាស់ប្រិមិត្តទស្សនិកជនជាទីគោរពឆ្លងតាមរយៈហេតុការណ៍ទាំងស្រុងដែលនាងខ្ញុំបានជម្រាបជូនខាងលើនេះយើងអាចធ្វើការវិភាគទៅលើចំណុចសំខាន់ចំនួន3ដែលជាឫសគល់នៃបញ្ហានិងជាចំណុចដែលសង្គមគួរតែពិចារណាទី1ប៉ះពាល់ផ្នែកជំនឿសាសនានៅក្នុងសង្គមខ្មែរពុទ្ធសាសនាគឺជាសាសនារបស់រដ្ឋគឺជាគ្រឹះស្មារតីដ៏រឹងមាំរបស់ប្រជាពលរដ្ឋការប្រកាសខ្លួនឬការប្រើប្រាស់ពាក្យពេចន៍ក្នុងន័យត្រាស់ដឹងជាព្រះមុនការកំណត់ដែលបានចែងក្នុងគម្ពីរក្បួនច្បាប់សាសនាមិនត្រឹមតែបង្កើតភាពវឹកវរផ្នែកជំនឿប៉ុណ្ណោះទេប៉ុន្តែវាអាចរាប់បានថាជាការប៉ះពាល់ដល់តម្លៃស្នូលនៃព្រះពុទ្ធសាសនាផងដែរទោះបីជាសិទ្ធិសេរីភាពក្នុងការមានជំនឿត្រូវបានធានាប៉ុន្តែការបង្ហាញចេញជាសាធារណៈដែលធ្វើឲ្យមានការភ័ន្តច្រឡំក្នុងចំណោមពុទ្ធបរិស័ទគឺជាចំណុចរសើបមួយដែលតែងតែមានការពិនិត្យតឹងរឹងពីសំណាក់ក្រសួងធម្មការនិងសាសនាទី2ឥទ្ធិពលនៃបុគ្គលល្បីឈ្មោះលោកស្រីមាសសុខសុភាគឺជាតារាចម្រៀងដ៏មានប្រជាប្រិយភាពនិងមានអ្នកគាំទ្ររាប់លានអ្នកដូច្នេះរាល់សកម្មភាពឬសេចក្តីថ្លែងការណ៍ណាមួយដែលពាក់ព័ន្ធនឹងរូបលោកស្រីឬស្វាមីគឺតែងតែមានឥទ្ធិពលរីករាលដាលលឿនបំផុតទោះបីជាកន្លងមកលោកពេជ្រសង្វាវង្សធ្លាប់ប្រកាសថាចង់រស់នៅដោយស្ងប់ស្ងាត់និងបញ្ឈប់ការបញ្ចេញមាតិកាក៏ដោយប៉ុន្តែការបង្ហោះសារដែលមានន័យពិរោះបំភាន់ឬបង្កប់នៅអាថ៌កំបាំងបែបនេះគឺជៀសវាងមិនផុតពីការចាប់អារម្មណ៍និងរិះគន់ពីមហាជនឡើយទី3បន្ទាត់រវាងរឿងឯកជននិងការបំពុលសង្គមកន្លងមកការបកស្រាយរឿងសង្គ្រាមជុំទី3ថាជារឿងផ្ទុះស្នេហាឯកជនធ្លាប់បានធ្វើឲ្យមហាជនហូរចិត្តម្ដងរួចមកហើយមកដល់ពេលនេះការបង្ហោះសាររឿងត្រាស់ដឹងរួចក៏លុបចេញវិញដោយបដូរមកជាការជូនពរថ្ងៃខួបកំណើតអាចមើលឃើញថាយុទ្ធសាស្ត្រដកថយឬជាការលេងសើចនឹងពាក្យពេចន៍សាសនាការប្រើប្រាស់កន្លឹះធ្ងន់ដូចជាត្រាស់ដឹងសង្គ្រាមលោកមកលេងសើចឬមកប្រៀបធៀបនឹងរឿងផ្ទាល់ខ្លួនវាជារឿងគ្រោះថ្នាក់មួយបើទោះបីជាសម័យខ្លួនយល់ថាជាសិទ្ធិផ្ទាល់ខ្លួនក៏ដោយព្រោះវាកំពុងតែទាញចំណាប់អារម្មណ៍សាធារណៈតាមរបៀបអវិជ្ជមានដោយដែលមហាជនលើកឡើងរួចមកហើយថាក្នុងសង្គមយើងកន្លងមកឲ្យតែមានបុគ្គលណាប្រកាសខ្លួនហួសពីការពិតឬអួតអាង
រឿងសាសនាគឺតែងតែទទួលបានការណែនាំឬវិធានការច្បាប់ដូច្នេះប្រសិនបើការបង្ហោះសារនេះនៅតែបន្តបង្កើតជាភាពវឹកវរឬការបំពុលសង្គមស្រទាប់យុវជននិងអ្នកលេងបណ្ដាញសង្គមវាក៏អាចនឹងក្លាយជាកម្មវត្ថុការពិនិត្យពីអាជ្ញាធរមានសមត្ថកិច្ចនាពេលខាងមុខផងដែរចាស់ប្រិមិត្តទស្សនិកជនចាស់សម្រាប់លោកអ្នកវិញតើលោកអ្នកមានទស្សនៈនឹងការយកឃើញយ៉ាងណាដែរជុំវិញការប្រកាសថ្ងៃត្រាស់ដឹងរបស់លោកពេជ្រសង្វារវង្សហៅតាសក់សភ្នំត្បែងស្វាមីរបស់តារាចម្រៀងមេសុកសុភានាពេលនេះតើនេះគ្រាន់តែជាការប្រើប្រាស់ពាក្យប្រៀបធៀបក្នុងថ្ងៃខួបកំណើតឬក៏ជាការផ្សព្វផ្សាយជំនឿមួយផ្សេងទៀតលោកអ្នកអាចបញ្ចេញមតិយោបល់នៅខាងក្រោមវីដេអូនេះបានដើម្បីយើងជជែកវែកញែកដោយការគោរពនិងប្រកបដោយការពិចារណា